ជំរាបសួរសូមបងប្អូនទាំងអស់គ្នាទទួលការសិក្សាពីព្រះបន្ទូលតាមរយៈខ្ញុំម្ដងទៀតអរគុណព្រះអង្គសូមព្រះប្រទានពរឬក៏ពីរសិនអរគុណព្រះអង្គសូមព្រះប្រទានពរនឹងបើកតែកពីទំនុកដំកើងដដែលចំពុក140ខ3ខ្ញុំអានជូនគេបានសំលៀងអណ្ដាតគេឲ្យស្រួចដូចជាអណ្ដាតពស់ក៏មានពឹសហនុមានពឹសពស់ហនុមាននៅក្រោមបបោមាត់គេអរគុណព្រះអង្គយើងចំណាំមើលដែលពស់អណ្ដាតពស់ស្រួចដូចអណ្ដាតយើងនៅពេលដែលយើងអរគុណព្រះអង្គបបោមាត់យើងអត់ដូចទេប៉ុន្តែយើងក៏អត់ដូចដែរអត់មានសំទោសអត់មានស្រួចដូចអណ្ដាតអរគុណព្រះអង្គសំទោសគេបានសំលៀងអណ្ដាតគេឲ្យស្រួចដូចជាអណ្ដាតពស់បងប្អូនស្គាល់ហើយអណ្ដាតពស់គឺស្រួចល្អណាស់ហើយមានជួនកអណ្ដាតពស់ដូចជាព្រែកពីរអរគុណព្រះអង្គហើយខ្ញុំសូមបកស្រាយនៅខកពីហ្នឹងគេបានសំលៀងអណ្ដាតគេគឺពាក្យដែលព្រះមានបន្ទូលថាសំលៀងអណ្ដាតគេហ្នឹងគឺថាពេលណាក៏ដោយគឺគេប្រាត់ដូចតែគេរៀនសូត្រពីចង់និយាយដើម្បីពាក្យណាក៏ដោយតែគេចង់និយាយយ៉ាងកងបកស្រាយគេចង់ធ្វើអីគឺថាអណ្ដាតគេហ្នឹងគឺថាមានប្រយោជន៍របស់ខ្លួនគេណាព្រោះគេអត់រៀនពីជីវិតរស់នៅក្នុងផែនដីដែលយើងបានមានពពកពីព្រះដែលយើងបានមកជឿព្រះប៉ុន្តែគេនៅមានចរិតដែលព្រះគម្ពីរនិយាយគេមានចរិតថាគេមានអណ្ដាតគេនឹងគឺថាឲ្យធ្វើឲ្យស្រួចដូចជាអណ្ដាតពស់ហើយពឹសពុលដូចពស់ហនុមាននៅក្រោមបបោមាត់គេអញ្ចឹងព្រះចង់បរៀនយើងពីការដែលយើងនិយាយស្ដីយើងការបរិយាយរឿងអីគឺបរៀនរឿងអីហ្នឹងគឺយើងបរៀនអ្វីដែលតាមព្រះគម្ពីរកុំបរៀនយកសាច់រឿងbusiness ដូចមុខរបរខ្លួនឯងឬក្រុមគ្រួសារខ្លួនឯងអួតអាងខ្លួនឯងថានឹងហើយដែលព្រះមានបន្ទូលថាភ្នោខ្មោចចំហដែលនៅគម្ពីរទំនុកដំកើងចំពុក5ខ9ហ្នឹងចឹងដែរដូចគ្នាកាលណាបើយើងនិយាយមានអំនួតនៅក្នុងចិត្តយើងអត់មែនជាកូនព្រះទេយើងឡើងទៅបរៀនយើងត្រូវនិយាយពីរឿងកុំឲ្យយើងអ្នកបង្រៀនភាពដូចពឹសពុលយើងចង់បរៀនគេយើងកុំឲ្យគេមានចរិតឬមួយអណ្ដាតគេនឹងមាត់គេនឹងកលាស់ដោយសភាពពីព្រោះព្រះមានបន្ទូលថាទ្រង់ឲ្យពួកយើងសភាពរៀបទៀបរៀបសារកុំឲ្យមានអំនួតមនុស្សយើងទៅកន្លែងណាមកកន្លែងណាយើងតែរីករាយចនិចមិនមែនរីករាយចំតែពួកគេដែលយើងត្រូវរីករាយទេសត្រូវយើងក៏យើងរីករាយដែរដូច្នេះសូមឲ្យបងប្អូនដែលមានអ្នកជាអ្នកដឹកនាំសូមបរៀនពីអត្តចរិតរបស់ព្រះព្រោះកណាអត្តចរិតរបស់ព្រះគឺជាអត្តចរិតមួយដែលយើងត្រូវដឹងថារៀបសារទុនទាបអោនលំទោនមិនហៅទៅទាបអោនលំទោនព្រះមានបន្ទូលថាយើងចេះអោនលំទោនព្រះប្រទានពរតែយើងមានរឹកអួតនួតអាងធ្វើអញធ្វើធំឬអាងអញមានប្រាក់ឬអញជាអ្នកចេះដឹងឬអញចេញពីសាលាមានសញ្ញាបត្រហើយអ្នកដែលបរៀនគេអត់មានសញ្ញាបត្រកុំយកសញ្ញាបត្រមកប្រៀបធៀបនឹងការបរៀនព្រះបន្ទូលព្រះដោយព្រះមានបន្ទូលចឹងវិញកាលណាយើងសំលៀងបបោមាត់យើងសំលៀងអណ្ដាតយើងដូចអណ្ដាតពស់ស្រួចញ៉ិលចឹងពីស្រួចចាក់អ្នកណាក៏បានដែរគ្មានយោបល់ទាលណាទៅចាក់បាននេះគឺស្រួចដូចអណ្ដាតពស់អរគុណព្រះដែលព្រះបានប្រៀបធៀបនឹងអណ្ដាតមនុស្សដែលអួតអាងកខហើយមានអំនួតខ្លួនឯងថាអញគ្រាន់បើជាងគេមិនមែនទេនេះជាចរិតរបស់អរិយហើយចរិតរបស់ព្រះគឺសភាពរៀបសារអញ្ចឹងមិនមែនព្រះដឹងថាយូដាអេសកាលយុតហ្នឹងបញ្ជូនទ្រង់ទៅឲ្យគេចាប់ចងទ្រង់ហើយហេតុអីបានជាទ្រង់ទៅលាងជើងឲ្យសាវកដែលគេប្រុងក្បត់ទ្រង់នេះយើងត្រូវរៀនអំពីហ្នឹងយើងមិនមែនបានរៀនបានសាលាចេញពីមកមាន degree យើងរៀនមកមានសញ្ញាបត្រយើងរៀនយើងធ្វើធំយើងអាចរៀនស្អីចេះទាំងអស់
ប៉ុន្តែចំណុចមួយដែលយើងមិនបានគិតគូរដល់គឺការ humble គឺការលន់តួសារភាពតែខ្លួនឯងជាមនុស្សមានបាបបានតែមួយផ្លែទេបើយើងខំសលៀងអណ្ដាតយើងឲ្យដូចជាអណ្ដាតពស់នោះវាហួសហេតុពេកអញ្ចឹងនៅក្នុងព្រះគម្ពីរត្រូវរៀនពីព្រះបន្ទូលព្រះតាមរយៈព្រះបន្ទូលព្រះហាមណាមិនចង់ឲ្យយើងកំពុងកយើងដូចជាភ្នោខ្មោចទេវាស្អុយហួសហេតុពេកដែលគេស្ដាប់មកគឺគ្មានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយទេគឺពិតជាចាក់ចែងពីនាងហើយព្រះមិនហ៊ាននៅទេកាលណាកំពុងកអ្នកចំហដោយភាពស្អុយរលួយចេញពីបបោមាត់នោះដាច់ខាតមកសូមកុំឲ្យតែមានមនួតបានហើយព្រោះមនួតធ្វើឲ្យយើងធ្លាក់ព្រះស្អប់ណាស់នឹងហិនវិនាសដោយសារមនុស្សមានមនួតអ្នកដែលមានអួតអាងតែខ្លួនឯងក្រន់បើជាងគេប៉ុន្តែអណ្ដាតខ្លួនឯងដូចជាអណ្ដាតពស់យើងស្រួចញ៉ៅទៅកន្លែងណាចាក់កន្លែងហ្នឹងអត់ខ្លាចទេហើយជាពិសេសព្រះមានបន្ទូលនៅក្នុងកាពីនឹងទៀតឲ្យស្រួចដូចជាអណ្ដាតពស់ក៏មានពស់ហនុមាននៅក្រោមបបោមាត់គេផងនៅក្រោមបបោមាត់គេដូច្នេះឃើញព្រះបដូចទៅជាអណ្ដាតនឹងទៅជាពឹសពុលដូចជាពស់អញ្ចឹងដូចអណ្ដាតពស់អញ្ចឹងអរគុណច្រើនសូមបងប្អូនទាំងអស់គ្នាយល់ដឹងថាការបរៀននេះគឺសេចក្តីស្រឡាញ់មកពីព្រះមិនមែនខ្ញុំទេគឺព្រះកាពីបើចង់ដឹងអានព្រះកាពីទៅគ្រាន់តែខ្ញុំវែកញែកឲ្យបងប្អូនយើងស្រួលយល់ទេអរគុណច្រើនសូមព្រះអង្គគង់ជាមួយជំរាបលា